បងធ្លាប់ឆ្ងល់អត់ហេតុអីបានជាជ្រូកចិត្តតែឈឺចិត្តតែរាកចិត្តតែក្អកទោះបីជាចំណាយលុយទិញថ្នាំចាក់ច្រើនប៉ុណ្ណាក៏នៅតែមិនជាហើយរោគមូលហេតុមិនឃើញទៀតបងនៅចិញ្ចឹមភាគច្រើនតែងតែគិតថាវាមកពីបញ្ហាចំណីឬក៏មិនបានធ្វើវ៉ាក់សាំងឬក៏មកពីបញ្ហាកូនជ្រូករបស់គាត់នឹងខ្សោយងាយរងនឹងជំងឺហើយនេះគឺជាបញ្ហាដែលធ្វើឲ្យបងពិបាកក្នុងការស្វែងរកមូលហេតុពិតប្រាកដដើម្បីដោះស្រាយប៉ុន្តែពេលខ្លះបញ្ហាពិតប្រាកដនឹងគឺជាបញ្ហាតូចមួយដែលបងតែងតែមើលរំលងបញ្ហាទាំងអស់នោះគឺស្ថិតនៅក្នុងប្រភពទឹកនិងបរិស្ថាននៅក្នុងទ្រុងហេតុនេះហើយបានជាអ្នកចិញ្ចឹមជាច្រើនចំណាយលុយទិញថ្នាំអស់ច្រើនប៉ុន្តែបញ្ហានៅតែកើតមានដដែលពីព្រោះតែយើងមិនបានកាត់ផ្តាច់ប្រភពនៃមេរោគសម្រាប់បងដែលកំពុងតែប្រើប្រាស់ប្រភពទឹកដូចជាទឹកអណ្ដូងឬក៏ទឹកត្រពាំងបឹងបួស្រះដែលមានភាពល្អក់កកច្រើនបងគួរតែប្រើប្រាស់ SB ក្លនេះជាជំនួយពីព្រោះមេរោគយើងមិនអាចមើលឃើញដោយភ្នែកទទេបានទេដូច្នេះការការពារប្រសើរជាងការព្យាបាល SB ក្លមានសមត្ថភាពខ្ពស់មែនទែននៅក្នុងការសម្លាប់មេរោគក្នុងទឹកនិងអាចបន្សុទ្ធទឹកមុននឹងយកទៅប្រើប្រាស់ឬក៏ដាក់ឲ្យសត្វផឹកការរក្សាអនាម័យបានល្អអាចជួយកាត់បន្ថយសម្ពាធមេរោគនៅក្នុងទ្រុងនិងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺដូច្នេះកុំចាំដល់ជ្រូកឈឺសិនទើបធ្វើការការពារតែងតែចំណាយតិចជាងការព្យាបាលសម្រាប់បងដែលចង់ដឹងអំពីរបៀបប្រើប្រាស់របស់ SB ក្លនិងប្រើប្រាស់នៅពេលណាទើបមានប្រសិទ្ធភាពល្អអាចធ្វើការតាក់ទងមកខ្ញុំបានអរគុណ Peace